ករណីគ្រោះអគ្គិភ័យកើតឡើងមួយករណីទៀតហើយនៅឯខេត្តសមុទ្រប្រាកាននៅក្នុងប្រទេសថៃហើយនេះគឺជាព័ត៌មានបន្ទាន់ភ្លើងឆេះរោងចក្រកែច្នៃកង់ឡានចាស់នៅខេត្តសមុទ្រប្រាកានក្រុមពលិតអគ្គិភ័យប្រឈមនឹងឧបសគ្គធំដែលជាង5ម៉ោងហើយនៅមិនទាន់គ្រប់គ្រងស្ថានភាពបាននៅឡើយទេបាទគឺករណីនេះកើតឡើងនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះតែម្ដងដែលគ្រោះអគ្គិភ័យនឹងគឺកើតឡើងឆេះរោងចក្រកែច្នៃកង់ឡានចាស់ៗនៅខេត្តសមុទ្រប្រាកានបាទឥឡូវយើងតាមដានសេចក្តីរាយការណ៍ពីខ្ញុំបាទដូចតទៅនេះខេត្តសមុទ្រប្រាកានហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅបានផ្ទុះឡើងនៅឯរោងចក្រកែច្នៃកង់ឡានចាស់ៗមួយកន្លែងដែលស្ថិតនៅសង្កាត់ថុនសិតឃុំបាងផ្លាស្រុកបាងភ្លើខេត្តសមុទ្រប្រាកានកាលពីម៉ោងប្រមាណ 3:30 នាទីទៀបភ្លឺថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ថ្ងៃនេះឯងបាទដែលហេតុការណ៍នេះកើតឡើងប្រហែលជាម៉ោង3ទៀបភ្លឺបាទហើយចំពោះកម្លាំងភ្លើងបានឆាបឆេះយ៉ាងសាហាវពាសពេញខ្លាំងស្តុកដែលផ្ទុកទៅដោយកង់ឡាននិងផ្លាស្ទិកយ៉ាងច្រើនសន្ធឹកសន្ធាប់បង្កើតបានជាអណ្ដាតភ្លើងភ្លឺចិញ្ចាចនិងផ្សែងខ្មៅក្រាស់ហើយផ្សែងពាសពេញមេឃបាទហើយក្នុងហេតុការណ៍នោះផងដែរកិច្ចប្រតិបត្តិការផលិតអគ្គិភ័យត្រូវបានដាក់ចេញភ្លាមហើយមានការប្រមូលរថយន្តផលិតអគ្គិភ័យនិងរថយន្តបាញ់ហ្វូមជាង10គ្រឿងពីបណ្ដាអង្គភាពនានាយ៉ាងច្រើនដែលឧបសគ្គធំក្រុមផលិតអគ្គិភ័យប្រឈមនឹងកង្វះខាតទឹកយ៉ាងធ្ងន់ធ្ងរដោយសារតែទីតាំងកើតហេតុនឹងគ្មានក្បាលដំណទឹកសាធារណៈនោះទេហើយលើសពីនេះទៅទៀតគំនរកង់ឡានចាស់ៗដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងឃ្លាំងបានធ្វើឲ្យការបាញ់ទឹកប្រឈមនឹងមិនអាចជ្រាបទៅដល់គំនរនោះបានឡើយចំពោះការគ្រប់គ្រងស្ថានភាពដោយសារឧបសគ្គខាងលើទើបធ្វើឲ្យមានការគ្រប់គ្រងភ្លើងមានការលំបាកនិងប្រើពេលយូរហើយមកដល់ពេលនេះគឺរយៈពេលជាង5ម៉ោងហើយប៉ុន្តែភ្លើងនៅតែមិនអាចរលត់បានទាំងស្រុងនៅឡើយទេចំពោះចំណាប់ការលោកខច្ឆវិចកែវណ້ອຍអភិបាលស្រុកបាងភ្លើបានចុះទៅដល់ទីតាំងផ្ទាល់ក្នុងនាមជាមេបញ្ជាការដើម្បីបញ្ជាគៀងកោរថយន្តផលិតអគ្គិភ័យពីតំបន់ក្បែរនោះបន្ថែមទៀតផងដែរហើយមិនតែប៉ុណ្ណោះពួកគេបានយកបដាគ្រឿងចាក់បែនចុះហើយនឹងគ្រឿងចាក់ដែលអាចកាយគំនរបដាគំនរកង់ឡានហ្នឹងយកមកលើដើម្បីងាយស្រួលក្នុងការបាញ់ផងដែរហើយខ្ញុំមានរូបភាពផងដែរចំពោះមូលហេតុនិងស្ថានភាពជនរងគ្រោះតាមការសន្និដ្ឋានបឋមត្រូវបានគេរំពឹងថាមូលហេតុមកពីឆ្លងចរន្តអគ្គិសនីនៅផ្នែកខាងក្នុងហើយមិនតែប៉ុណ្ណោះទេគឺរោងចក្រដែលកែច្នៃកង់ឡានចាស់ៗហ្នឹងគឺវាអាចជាឱកាសមួយក្នុងការឆេះដ៏ល្អផងសម្រាប់ភ្លើងហើយចំពោះជនរងគ្រោះក្នុងកំឡុងពេលកើតហេតុហ្នឹងគឺកម្មករនៅក្នុងនោះបានពួកគេបានរត់ចាក់ចេញតាន់ពេលវេលានិងដឹកជញ្ជូនអីវ៉ាន់ខ្លះចេញតាន់ពេលផងដែរបច្ចុប្បន្នមកគិនត្រឹមពេលនេះគឺមិនទាន់មានរបាយការណ៍ពីអ្នករងរបួសឬស្លាប់នៅឡើយទេចំពោះការស៊ើបអង្កេតមូលហេតុពិតប្រាកដនៃទំហំអគ្គិភ័យកំពុងស្ថិតក្រោមការត្រួតពិនិត្យនិងស៊ើបអង្កេតរបស់សមត្ថកិច្ចប៉ូលីសនិងអង្គភាពពាក់ព័ន្ធបាទនេះគឺជាករណីដែលឆេះមួយទៀតហើយនៅឯខាងខេត្តសមុទ្រប្រាកាននៅឯប្រទេសថៃបាទគឺឆេះរោងចក្រកែច្នៃកង់ឡានចាស់ហើយជាង5ម៉ោងហើយនៅតែអត់តន់រលត់នៅឡើយទេបើខ្ញុំមើលព័ត៌មានទៅគឺមកតឥឡូវគឺអត់តន់បដាឆេះអត់តន់ស្ងប់នៅឡើយទេគឺដោយសារតែអាកង់ឡានហ្នឹងវាចេះឆេះហើយវានៅក្រាបអញ្ចឹងវាធ្វើឲ្យឆេះហប់អញ្ចឹងមន្ត្រីនៅខាងនោះគឺគេយកអាជនីដែលកាយវែងហ្នឹងគេយកកាយដើម្បីបាញ់ទឹកឲ្យវាឆាប់បានរលត់អញ្ចឹងណាហើយនេះគឺជាករណីមួយដែលនៅខាងខេត្តសមុទ្រប្រាកានហ្នឹងហើយករណីឆេះមួយករណីគឺធ្ងន់ធ្ងរមិនហើយខ្ញុំនឹងអាប់ដេតព័ត៌មានពេលក្រោយថាមានគ្រោះថ្នាក់អីអត់ហើយគេត្រូវអស់តុនប្រមាណក្នុងឃ្លាំងមួយផងដែរដូចព័ត៌មានមុនអញ្ចឹងគឺគេអាប់ដេតចុងក្រោយអញ្ចឹងណាចឹងពីខ្ញុំបាទវិសាលបាទមានអ្វីខុសទាស់ត្រង់ណាសូមមេត្តាខន្តីបិទទប់ផងបាទសូមអរគុណ